ព្រះធម្មវិជាជួនកក្កដាព្រះវិន័យធរគណៈខេត្តតាកែវនាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅលាចាកសិក្ខាបទព្រះធម្មវិជាជួនកក្កដាព្រះវិន័យធរគណៈខេត្តតាកែវនិងជាប្រិទ្ធបរិសនៃពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជនាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅបានលាចាកសិក្ខាបទហើយនៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025នេះព្រះធម្មវិជាជួនកក្កដាបានសាងភ្នោះជាព្រះសង្ឃក្នុងវ័យ13ឆ្នាំកាលពីឆ្នាំ1998មកដល់ពេលនេះមានរយៈពេល27ឆ្នាំហើយជាទូទៅព្រះអង្គត្រូវបានគេស្គាល់ថាមុតស្រួចណាស់ជាមួយដៃគូព្រះអង្គក្នុងការទេសនាក្រេប2ជាមួយព្រះអង្គភិនវុធីចៅអធិការវត្តប្រាសាទនាងខ្មៅក្នុងពិធីលាចាកសិក្ខាបទនេះក៏មានការនិមន្តចូលរួមពីគណៈសង្ឃជាន់ខ្ពស់ជាច្រើនអង្គបានស្រែកព្រះសុគន្ធវេរីនៅមុខប្រាសាទនាងខ្មៅមុនពេលផ្លាស់ប្ដូរពីការស្លៀកពាក់ជីវរមកស្លៀកពាក់សពានាក្រមាលោកជំទាវបណ្ឌិតបច្ចុប្បន្នមនីហ៊ុនម៉ាណែតពុទ្ធសាសនិកដែលតែងតែស្ដាប់ប្រធមទេសនារបស់អតីតព្រះតេជគុណជួនកក្កដាជាអតីតព្រះអង្គមុនីបាឡោជួនកក្កដាបានចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្តជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះជួយក្នុងការអប់រំតាមរយៈផ្ដល់ឱវាទរបស់ព្រះពុទ្ធលោកជំទាវស្ត្រីទី1បានដាក់ក្តីរំពឹងថាលោកជួនកក្កដាក្នុងភេទជាក្រហមក៏នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អជួយដល់សង្គមកម្ពុជាជាពិសេសគឺការអប់រំយុវជនយុវតីជំនាន់ក្រោយឲ្យមានសិលសុជីវធម៌មេត្តាធម៌និងគុណធម៌លោកជំទាវក៏សូមជូនពរលោកជួនកក្កដាឲ្យមានសំណាងល្អក្នុងភាពជាក្រហមចំណែកលោកអុកញ៉ាម៉ុងរទ្ធីបានសម្ដែងអារម្មណ៍សោកស្ដាយរកអ្វីមកព្រាបផ្ទឹមពុំបានក្រោយព្រះអង្គគ្រូជួនកក្កដាបានលាចាកសិក្ខាបទដោយបានបង្ហោះថាពុទ្ធបរិស័ទដែលមកចូលរួមក្នុងកម្មវិធីនេះរួមទាំងខ្ញុំផងពិតជាមានការសោកស្ដាយណាស់រហូតស្រស់ស្រួលគ្នាប្រមូលបច្ច័យយកទៅគួចជាចំណងដៃថែមទៀតផងគេនឹងចាំសង្ឃដីការបស់ព្រះអង្គជួនកក្កដាគណៈដែលព្រះអង្គសានសុជាលាចាកសិក្ខាបទនោះមានពុទ្ធបរិស័ទសូមឲ្យព្រះអង្គកំសឹកហើយអ្នកខ្លះក៏ឆ្ងល់ថាព្រះអង្គសានសុជាសឹកហើយទៅណាព្រះអង្គមានសង្ឃដីកាថាកុំឆ្ងល់សឹកហើយការប្រពន្ធបើមិនការប្រពន្ធសឹកធ្វើអ្វីព្រះអង្គជួនកក្កដាបានជួយដល់នេនគ្មានទីពឹងរាប់រយអង្គវត្តប្រាសាទនាងខ្មៅមិនត្រឹមតែជាទីកន្លែងស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃនិងជាទីសម្រាប់ធ្វើបុណ្យទានរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេថែមទាំងជាទីកន្លែងផ្ដល់ការរៀនសូត្រដល់កូននេនតូចៗជាកូនកសិករក្រីក្ររាប់រយអង្គផងដែរបច្ចុប្បន្នវត្តប្រាសាទនាងខ្មៅមានប្រសង់គង់នៅចំនួន345អង្គដែលភាគច្រើនគឺជាកុមារគ្មានទីពឹងដោយសារតែព្រះអង្គគង់នៅច្រើនបែបនេះទើបវត្តត្រូវចំណាយអង្គដល់ទៅ150គីឡូក្រាមសម្រាប់ចង្ហាន់ពេលព្រឹកថ្ងៃត្រង់និងត្រូវចំណាយថវិកាធ្វើម្ហូបចន្លោះពី2,50,000រៀលទៅ2,60,000រៀលក្នុងមួយថ្ងៃព្រះសង្ឃចំនួន345អង្គគឺមានព្រះជន្មចន្លោះពី5ឆ្នាំទៅ20ឆ្នាំកំពុងស្នាក់នៅរៀនសូត្រនៅក្នុងវត្តប្រាសាទនាងខ្មៅដែលមានទីតាំងស្ថិតនៅភូមិចាឃុំរវៀងស្រុកសំរោងខេត្តតាកែវព្រះអង្គជួនកក្កដាជាព្រះវិន័យធម៌គណៈខេត្តតាកែវនិងជានាយកវិទ្យុត្រៃរតន៍នៅក្នុងវត្តប្រាសាទនាងខ្មៅមានធរដីកាថាបច្ចុប្បន្នវត្តប្រាសាទនាងខ្មៅមានភិក្ខុនិងលោកនេនចំនួន345អង្គគង់នៅដើម្បីសិក្សារៀនសូត្រដែលមានព្រះសង្ឃាភិរដ្ឋភិនវុធីជាព្រះចៅអធិការភិក្ខុនិងលោកនេនទាំងនោះសុទ្ធតែជាក្មេងមកពីគ្រួសារទីទ័លក្រក្មេងដែលត្រូវឪពុកម្ដាយលែងលះគ្នាហើយមកពីទីជិតឆ្ងាយទាំង25រាជធានីព្រះអង្គបន្តថាមូលហេតុដែលមានក្មេងៗមកបួសច្រើននៅទីនេះដោយសារតែពុទ្ធបរិស័ទជិតឆ្ងាយដឹងថាព្រះអង្គគង់នៅវត្តប្រាសាទនាងខ្មៅ
នឹងដឹងតគ្នាថាតាមរយៈការទេសនារបស់ព្រះអង្គនិងការទេសនារបស់ព្រះសង្ឃាភិរដ្ឋភិនវុធីព្រះចៅអធិការវត្តចំពោះការសិក្សារៀនសូត្រវិញព្រះអង្គបានបើកសាលាពុទ្ធិកថ្នាក់បឋមដើម្បីឲ្យលោករៀនអក្សរសាស្ត្រខ្មែរភាសាអង់គ្លេសបាលីនិងរៀនជំនាញកុំព្យូទ័រព្រះអង្គមានធរដីកាថានៅទីនេះលោកអាចរៀនបានទាំងមត្តេយ្យទាំងភាសាអង់គ្លេសទាំងថ្នាក់កុំព្យូទ័រលោកមិនចាំបាច់ចេញអ្វីទាំងអស់គឺចាំតែរៀនតែមួយមុខទេអ្វីវត្តចេញទាំងអស់ចំពោះបច្ច័យវិញបានមកពីការបរិច្ចាគរបស់ពុទ្ធបរិស័ទជិតឆ្ងាយរួមទាំងពុទ្ធបរិស័ទរស់នៅក្រៅប្រទេសផងដែរទាំងភិក្ខុនិងលោកនេនបន្ទាប់ពីពួកគេរៀនចប់សាលាពុទ្ធិកបឋមសិក្សាក៏ត្រូវរៀនបន្តទៀតនៅតាមវត្តក្នុងរាជធានីភ្នំពេញដែលលោកត្រូវរកអ្នកគុតគង់បន្តព្រះអង្គបន្តថាមានថ្ងៃខ្លះញាតិញោមគាត់កាន់កាប់យកចង្ហាន់មួយពេលហ្នឹងដាច់ទៅយើងរួចខ្លួនដោយសារអត់អីចាយខែខ្លះក៏ពិបាកដែរតែក៏មានញាតិញោមគាត់ចូលរួមខ្លះចំពោះលោកនេននៅអាយុតិចពេលដំបងពិបាកដែរព្រោះអត់ឆានងាកមានតែការអប់រំញឹកញយទៅលោកក៏សប្បាយជាមួយគេជាមួយឯងទៅព្រះអង្គមានធរដីកាបន្តទៀតថានៅវត្តប្រាសាទនាងខ្មៅក៏មានប្រាសាទបុរាណមួយដែរគឺប្រាសាទនាងខ្មៅដែលកសាងឡើងនៅក្នុងឆ្នាំ921សាងសង់ឡើងអំពីថ្មភក់និងឥដ្ឋក្នុងរាជប្របាទជ័យវរ្ម័នទី4ប្រាសាទនេះមានពុទ្ធបរិស័ទបែបបន់និងលាមាត់លាពាក្យជាហោហែតែបើថាឲ្យល្បីល្បាញខ្លាំងគឺអត់ដែរតែមានអ្នកខ្លះគាត់បែបបន់សមប្រកបគាត់ក៏ជឿទៅចំពោះចំណុចដែលទាក់ទាញរបស់ប្រាសាទនាងខ្មៅសំខាន់គឺព្រះអង្គទេសនាហើយមានអ្នកស្ដាប់ច្រើនហើយម្យ៉ាងទៀតមានញាតិញោមដឹងថាវត្តនេះគឺជាទីកន្លែងសិក្សារៀនសូត្រព្រោះញាតិញោមឲ្យតម្លៃថាជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សព្រោះវាមិនត្រឹមតែបានប្រយោជន៍តែសាសនាមួយទេព្រោះដល់កុលបុត្រខ្មែរទាំងអស់ដែលគ្មានទីពឹងនឹងត្រូវមកវត្តប្រាសាទនាងខ្មៅក្នុងចំណោមព្រះសង្ឃជាង340អង្គបើនិយាយអំពីកំព្រាស្មើនឹង 95% ពលគឺ100អង្គមានម្ដាយឪពុកតែ 5% ទេហើយមានឪពុកម្ដាយដែលលែងលះគ្នានៅក្នុងវត្តប្រាសាទនាងខ្មៅមានសាលាបង្រៀនថ្នាក់ភាសាបាលីដំបូងនិងមានសាលាឆាន់មួយខ្នងសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ